តិចបាទវាហុយតិចបាទបងប្អូនសានជាប់ផ្លូវចាបាទហើយនេះចង់បញ្ជាក់ថាយើងដាំកផ្លោកក្នុងគោលម្ដងអ្វីដាំកផ្លោកទី1យើងបានផ្កាកផ្លោកហូបបាទហូបខ្លួនឯងបាទហើយទី2បងខ្លះគាត់បានដៃកផ្លោកយកទៅហូបបាទប៉ុន្តែសម្រាប់ខ្ញុំបើម្ដងមកកាលទេផ្កាប៉ុន្តែផលប្រយោជន៍ที่ខ្ញុំដាំហ្នឹងគឺយកវាទៅដាក់ជាចម្រោះខ្យងឲ្យកូនខ្យងតោងយកវាទៅដាក់នៅក្នុងអាងប្រកាត់ត្រីឲ្យកូនត្រីក្រាញ់ឲ្យកូនត្រីកធឲ្យកូនត្រីទីលាប់យ៉ាតោងបាទអញ្ចឹងបានខ្ញុំនៅតែអភិរក្សហើយនឹងដាំដុះនៅកផ្លោកនេះបាទហើយកន្លែងខ្លះគេហៅតាគៀតអធិស្ឋានតាគៀតរៀងវែងអញ្ចឹងកផ្លោកប៉ោកអញ្ចឹងហៅកផ្លោកបាទឃើញនេះបាទអញ្ចឹងក្រៅពីហ្នឹងបងប្រុសបងស្រីមើលចកបាទអាសូឡាដែលយើងដាំហើយក្នុងហ្នឹងគឺយើងមានអាងខ្យងជាច្រើនរាប់រយអាងហើយក៏យើងមានប្រកាត់នៅពូជត្រីក្រឹមជុលប្រភេទត្រីក្រឹមជុលបាទហើយក្នុងហ្នឹងគឺយើងមើលចកដែលយើងដាំបងប្រុសបងស្រីណាបងមើលទាំងអស់គ្នាគឺពេញអាងតែម្ដងបាទដោយសារចកនេះយើងយកទៅធ្វើជាចំណីមាន់ចកនេះបាទបងប្រុសបងស្រីឃើញគឺពេញអាងតែម្ដងបាទដែលយើងដាំវាដើម្បីធ្វើជាចំណីបាទរបស់ត្រីចំណីរបស់មាន់ចំណីរបស់ខ្យងបាទឃើញយើងចិញ្ចឹមច្រើនអាងមែនតើនៅក្នុងហ្នឹងបាទហើយចកក៏យើងដាំបានច្រើនហើយបានល្អដែរនេះក៏យើងដាំដោយប្រើទឹកសូលីស្យុងបងប្រុសបងស្រីឃើញទឹកសូលីស្យុងនេះបងប្រុសបងស្រីដាំតាមមួយថ្ងៃឯងហើយពេញអាងតែម្ដងយើងអាចបរិចតអាងទី2យើងអាចបរិចតអាងទី3ប៉ុន្តែគាត់ទឹកសូលីស្យុងយើងថ្លៃជាងជីសេរីរៀងតិចប៉ុន្តែបងប្អូនទិញពូជដំបងអាចតេស្តទឹកសូលីស្យុងមួយអាងពីរអាងហើយបងប្អូនអាចបានចកអាសូឡាច្រើនបងអាចពង្រីកបានរាប់រយអាងបាទដោយសារអីប្រសិទ្ធភាពរបស់វាដុះ24ម៉ោងវាកើន 50% ទៅ 100% ទៅតាមទឹកដែលបងប្អូនបាទដាំដុះវាបាទបងប្អូនឃើញយើងដាំដុះដោយប្រើទឹកសូលីស្យុងគឺដួសហើយដោះវិញមិនងាយអស់ទេបាទហើយយើងព្យាយាមមើលវាមែនតើបាទកាលនោះមានតកៅស៊ីកាលនោះមានសัตว์ខ្លះចុះមកស៊ីកាលនោះវាត្រូវទឹកភ្លៀងកាលនោះវាក្តៅពេកកាលនោះវាអស់ទឹកពីអាងណាបងប្រុសស្រីទៅថែមមកហើយពេញអាងតែម្ដងបាទអញ្ចឹងខ្ញុំចែករំលែកជូនបងប្រុសបងស្រីបន្ថែមបាទអំពីការដាំដុះនៅប្រភេទចកអាសូឡាសម្រាប់ជាចំណីសត្វបងដែលមានការចិញ្ចឹមសត្វច្រើននេះបងប្អូនគួរតែបាទដាំចកនេះហើយស្មៅបងប្អូនមើលស្មៅនៅក្នុងនោះក៏ខ្ញុំដាំដែរពេញហ្នឹងបាទអញ្ចឹងគឺជាផ្នែកមួយដែលយើងកាត់បន្ថយចំណាយបងប្អូនមើលតកួនកាត់ដោះនោះ